បានសួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលចំណុចថ្មីមួយទៀតតាក់ទងជាមួយនឹងបាទMoisel បាទអញ្ចឹង Moisel ហ្នឹងមានថាយើងរំលាយកន្លាចូលគ្នាអញ្ចឹងដើម្បីប្រើប្រាស់ Moisel បាទទាំងអស់គ្នាធ្វើការ select លើ share ចាប់ពី2ឡើងទៅដើម្បីធ្វើការរំលាយបញ្ចូលគ្នាបន្តមកទៀតយើងចុចទៅលើ home tab ហើយយើងចុចទៅលើពាក្យថា Moisel option ចុងក្រោយយើងចុចទៅលើពាក្យថា Moisel បាទហើយអញ្ចឹងខ្ញុំបាទឧទាហរណ៍នៅលើតារាង Excel បាទយើងមានតារាងតន័យមួយហើយបាទយើងនឹងធ្វើការបញ្ចូលកន្លាពីរចូលគ្នាឬក៏យើងហៅថាយើងនឹងធ្វើការ Moisel បាទអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំសរសេរពាក្យថាsubject បាទបន្ទាប់មកនៅ subject របស់ខ្ញុំគឺខ្ញុំមានមុខវិជ្ជាដូចជា Word បាទហើយ Excel បាទហើយនឹងPP PowerPoint បាទបន្តមកទៀតខ្ញុំធ្វើការselect ដាក់ស៊ុំបាទគឺយើងយកពាក្យថាស៊ុំ border ចុច border ហើយយើងធ្វើការដាក់បន្តដិតហើយបន្តមកយើងបាទអាចធ្វើការជ្រើសរើសពណ៌បាទហើយយើងចុចទៅលើរូបភាពរបស់យើងបាទយើងចង់បានតាណាយើងចុចទៅនឹងមកឬក៏យើងចុច outline inside ហើយបន្តមកចុច OK បាទអញ្ចឹងបងប្អូនគ្នាឃើញមានកន្លាខ្លះគឺទៅទេអញ្ចឹងដើម្បីឲ្យកន្លានឹងបញ្ចូលជាមួយនឹងអក្សររបស់យើងបាទគឺយើងត្រូវតែ select 3កន្លាហ្នឹងមកបាទអញ្ចឹងខ្ញុំ select កន្លាហើយបន្ទាប់មកយើងចុចទៅលើ menu home ចុច menu home ហើយទាំងអស់គ្នាចុចទៅលើពាក្យថា merge and center ហើយទាំងអស់គ្នាជ្រើសរើសយកពាក្យថា merge and center ម្ដងទៀតបាទអញ្ចឹងកន្លាហ្នឹងវានឹងរំលាយចូលគ្នាហើយចំណែកឯកន្លែងលេខរៀងបាទយើង select ដូចគ្នាដែរយើងចុច merge and center បាទហើយកន្លែងឈ្មោះក៏យើងត្រូវតែបញ្ចូលគ្នាដែររំលាយកន្លែងបញ្ចូលគ្នាដែរបាទអញ្ចឹងដើម្បីរំលាយឲ្យបានច្រើនគឺយើងត្រូវចុច control select ឲ្យបានច្រើនណាបាទចុច control ឲ្យជាប់បន្ទាប់មកយើង select បាទម្ដង2កន្លែងម្ដង2កន្លែងអញ្ចឹងមកហើយបន្ទាប់មកយើងចុចទៅលើពាក្យថា merge and center នោះយើងនឹងអាច merge បានច្រើនកន្លែងបាទអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ